ឯកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី59និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសហ្វីលីពីននៅព្រឹកថ្ងៃទី19ខែកក្កដាឆ្នាំ2026ឯកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី59និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រព្រឹត្តទៅពីថ្ងៃទី18ដល់ថ្ងៃទី24ខែកក្កដាឆ្នាំ2026នៅទីក្រុងម៉ានីលសាធារណរដ្ឋហ្វីលីពីនតបតាមការអញ្ជើញរបស់លោកជំទាវម៉ាតេរេសាភីឡាហ្សារ៉ូរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីនក្រោមមូលបត្រដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី59និងកិច្ចប្រជុំពាក់ព័ន្ធនេះនឹងផ្ដល់នូវវេទិកាដ៏សំខាន់មួយដើម្បីពិភាក្សានិងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី48កិច្ចប្រជុំក៏នឹងផ្ដល់ឱកាសដល់អាស៊ាននិងដៃគូខាងក្រៅផ្លាស់ប្ដូរទស្សនៈអំពីការវិវត្តក្នុងតំបន់និងអន្តរជាតិក្នុងបរិបទនៃការកើនឡើងទិដ្ឋភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញនិងវិវត្តយ៉ាងឆាប់រហ័សបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី59និងកិច្ចប្រជុំពាក់ព័ន្ធឯកឧបនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមសកម្មភាពប្រពខួបលើកទី50នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ហៅកាត់ថា TAC ព្រឹត្តិការណ៍នេះគឺជាខួបគម្រប់5ទសវត្សរ៍នៃសន្ធិសញ្ញានេះបានដើរតួនាទីជាមូលដ្ឋានគ្រឹះនៃសន្តិភាពស្ថិរភាពក្នុងតំបន់និងកិច្ចសហប្រតិបត្តិការដែលផ្អែកលើច្បាប់ដោយគូបញ្ជាក់ឡើងវិញនៅគោលការណ៍ដ៏យូរអង្វែងរបស់អាស៊ានក្នុងទិដ្ឋភាពតំបន់និងពិភពលោកដែលកំពុងបន្តវិវត្តន៍ឯកឧបនាយករដ្ឋមន្ត្រីក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំផ្សេងទៀតក្រោមក្របខ័ណ្ឌមេគង្គនិងសន្និសីទលើកទី5ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីនក្នុងឱកាសនៃកិច្ចប្រជុំឯកឧបនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបទ្វេភាគីជាមួយសមាភាគីនានាដើម្បីជំរុញនិងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី